ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលប្រទេសថៃនិងកម្ពុជាត្រូវរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រោមវត្តមានរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំទីក្រុងបាងកកកំពុងបន្តផែនការលុបចោលកិច្ចព្រមព្រៀងសំខាន់ៗចំនួន2ដែលចងភ្ជាប់ដោយផ្លូវច្បាប់នៅកិច្ចសហប្រតិបត្តិការព្រំដែននិងការរុករករ៉ែឧស្ម័ននៅតំបន់ត្រួតស៊ីគ្នារបស់ប្រទេសទាំងពីរនៅថ្ងៃទី24ខែតុលាឆ្នាំ2025នាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈគុលបានជួបជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតដើម្បីពិភាក្សាអំពីការធ្វើមតិទូទាំងប្រទេសឆ្ពោះទៅរកការសម្រេចសំណើលុបចោលអនុសារណៈនៃការយោគយល់គ្នាឬ MOU លេខ43និងលេខ44ជាមួយកម្ពុជានេះបើយោងទៅតាមកាសែតថៃខៅសូប្រព័ន្ធផ្សព្វផ្សាយថៃបរិយាយថានេះគឺជាផ្នែកមួយនៃការកំណត់អធិបតេយ្យភាពរបស់ថៃឡើងវិញសូមបញ្ជាក់ថា MOU លេខ43ដែលបានចុះហត្ថលេខារបស់ប្រទេសទាំងពីរក្នុងឆ្នាំ2000គឺជាឯកសារផ្លូវច្បាប់ដ៏សំខាន់សម្រាប់កំណត់ខណ្ឌសីមាព្រំដែនរួមគ្នាដោយបានផ្អែកលើសន្ធិសញ្ញាបារាំងសៀមផែនទីខ្នាត1លើ 200,000 ចំណែក MOU លេខ44ដែលបានចុះហត្ថលេខានៅឆ្នាំ2001គ្របដណ្ដប់កិច្ចសហប្រតិបត្តិការរុករកប្រេងនិងឧស្ម័នរួមគ្នានិងតំបន់ត្រួតស៊ីគ្នារវាងដែនសមុទ្រកម្ពុជាថៃដែលអាចមានតម្លៃប្រហែល$300,000 លានក្រុមអ្នកវិភាគមើលឃើញថាអិរិយាបថរបស់ថៃបង្ហាញថាទីក្រុងបាងកកថៃម្ខាងកំពុងតែប្រើប្រាស់ការទូតនិងម្ខាងទៀតរុះរើសំណើច្បាប់ដើម្បីការពារប្រជាប្រិយភាពនៅក្នុងស្រុកសម្រាប់កម្ពុជាការលុប MOU ទាំងពីរស្មើនឹងការបាត់បង់ខែលការពារផ្នែកច្បាប់សម្រាប់ទាំងព្រំដែនគោកនិងបំណងទាញយកធនធានរ៉ែដោយសន្តិវិធីទោះយ៉ាងណាលោកបណ្ឌិតកិនធាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាមានប្រសាសន៍ថា MOU រវាងកម្ពុជានិងថៃនេះត្រូវបានចុះបញ្ជីជាមួយនឹងអង្គការសហប្រជាជាតិហើយមិនអាចត្រូវបានលុបចោលដោយឯកតោភាគីនោះទេលោកបានលើកបន្ថែមថាទីក្រុងភ្នំពេញអាចប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្នុងករណីថៃរំសាយ MOU ទាំងនេះចោល